សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះយើងមានមេរៀនថ្មីហ្នឹងហើយទាក់ទងទៅនឹង MSNOff ដែលវា work មែនតើនៅក្នុងទីផ្សារបច្ចុប្បន្នមេរៀនមួយនេះគឺមិនមែនទៅតែកើតមានឡើងទេគឺកើតមានយូរហើយប៉ុន្តែទៅតែល្បីនៅយើងចឹងអ្នកនរគ្នាចឹងមេរៀននេះគឺ MSNO ចឹង MSNO មកពីពាក្យ Malaysian Support Resistance ចឹងមេរៀននេះមិនមែនជាមេរៀន support resistance ធម្មតាទេវាបូកចូល keyword key support ច្រើនមែនទែនអ្នកនរ key point ច្រើនហ្នឹងហើយអ្នកនរមិនមែនជា support resistance ធម្មតាទេចឹងមេរៀននេះគឺមកពីម៉ាឡេស៊ីជាផលម៉ាឡេស៊ីណាទៅជាម៉ាឡេស៊ីចឹងបន្ទាប់នឹងយើងត្រូវស្គាល់ support resistance សិនណាអ្នកនរ resistance និង support ចឹងនេះខ្ញុំបញ្យល់ឲ្យបោះក្បាយតិចដោយសារបើអ្នកថ្មីសុទ្ធមកគាត់អត់ទាន់ស្គាល់ support resistance និង support ទេចឹងបើសិនជាអ្នកចាស់មកគាត់ស្គាល់អានឹងជាសាមញ្ញហ្នឹងហើយសាមញ្ញមែនតើ support resistance ហ្នឹងហើយចឹងsilent ចឹងតម្លៃឡើងកម្ពូលមកអស់គេហៅ support គេហៅ resistance ណាកម្ពូលនេះ support អត់មានពិបាកយល់ទេហ្នឹងហើយចឹង resistance ស្មើនឹងយើងហៅវាងាយយល់ទៅជាកម្ពូល support ជាបាតចឹងទៅងាយយល់ណាងាយលឿនឬអ្នកខ្លះគេហៅ supply demand ចឹងទៅតែយើងហៅ resistance support ទៅងាយយល់ជាងណាអ្នកនេះកម្ពូលនៅក្នុងបាតចឹងយើងមកមើលប្រយោគស្ដែងងាយយល់ថាបែបណាគេហៅ support resistance ចឹងតម្លៃកម្ពូលនេះចាប់វាជា support ជា resistance ហ្នឹងបាទជាកម្ពូលណាអ្នកនេះចឹងយើងម៉ាក់វាចឹងទៅចឹងយើងចាប់វាឲ្យស្គាល់ resistance តម្លៃកម្ពូលណាអូខេចឹងមកយើងមកចាប់ support ម្ដងជាបាតនេះជាបាត support ទាំងអស់ណាឲ្យទៅជាតម្លៃចុងក្រោយដែលវាធ្លាក់មកហ្នឹងចឹងតម្លៃចុងក្រោយដែលវាឡើងជា resistance ចាំមេរៀននេះអត់មានពិបាកយល់ទេចឹងបញ្ចប់ support resistance សិនហើយយើងស្គាល់ support resistance សិនអូខេ